ស្ដីទាំងអស់គ្នាអញ្ចឹងយើងចូលចំណុចបន្តទៅទៀតបាទអញ្ចឹងបាទគ្រូវាយពាក្យថា Winword នៅក្នុងប្រអប់ run ហើយយើងចុច OK បាទកន្លែងនេះយើងចុចកន្លែង restore ដល់មកដើម្បីស្ដារកម្មវិធីរបស់យើងឲ្យធំបន្តិចបាទហើយអញ្ចឹងយើងចូលទៅដល់ចំណុចកំណត់ស្លឹកកិច្ចការបាទអញ្ចឹងយើងចុចលើពាក្យ layout ឬក៏ menu layout បាទហើយបន្តមកទៀតយើងកំណត់ទី1គឺយើងកំណត់ទំហំស្លឹកកិច្ចការអញ្ចឹងរាល់ការងារគឺយើងត្រូវកំណត់វាបាទអញ្ចឹងយើងកំណត់យក A4 បាទចុចលើ A4 ហើយកំណត់ទី2គឺយើងកំណត់ orientation ប្រភេទกระดาษអញ្ចឹងមាន portrait បច្ចោ landscape គឺផ្ដេកបាទអញ្ចឹងទម្រង់នេះគឺជាទម្រង់กระดาษផ្ដេកហើយ portrait គឺបច្ចោបាទយើងនឹងវែងចេះបាទហើយកំណត់ទី3គឺយើងកំណត់កែមកระดาษរបស់យើងណានេះបាទយើងឃើញមានកែមកន្លែងបន្ទាត់ខ្មៅហ្នឹងគឺកែមធំអញ្ចឹងយើងអាចកំណត់វានៅកន្លែង margin ហើយយើងចុចលើ narrow ដើម្បីកំណត់កែមបាទអញ្ចឹងនៅពេលដែលខ្ញុំចុចលើ narrow ទៅយើងឃើញថាកន្លែងបន្ទាត់ខ្មៅរបស់យើងវាតូចជាងមុនបាទមានន័យថាកែមហ្នឹងគឺវាតូចជាងមុនអញ្ចឹងធ្វើឲ្យការសរសេរការងាររបស់យើងហ្នឹងបាទបានច្រើនជាងមុនបាទឬក៏ទាំងអស់គ្នាអាចចុចទៅលើពាក្យថា custom ហើយយើងកំណត់បាទនៅកន្លែង margin បាទមាន top ហ្នឹងគឺមានថាកែមខាងលើហើយ bottom ហ្នឹងគឺកែមខាងក្រោមបាទអញ្ចឹងដាក់មួយដូចគ្នាបាទមួយដូចគ្នាហើយបន្តមកទៀត left មានន័យថាកែមខាងឆ្វេងអញ្ចឹងក៏យើងដាក់មួយដូចគ្នាដែរហើយ right នេះគឺកែមខាងស្ដាំអញ្ចឹងកន្លែងនេះក៏យើងដាក់មួយដូចគ្នាដែរបាទហើយបន្តមកទៀតកន្លែង gutter position នេះគឺកំណត់ពេលដែលយើងកាប់សៀវភៅចុះសៀវភៅអីយើងកំណត់ផ្នែកខាងឆ្វេងខាងស្ដាំអីគឺយើងអាចជ្រើសរើសកន្លែងនោះឆ្វេងហើយនឹងខាងលើបាទផ្នែកខាងឆ្វេងខាងលើបាទហើយ gutter នេះគឺយើងកំណត់ប្រមាណសម្រាប់យើងចុះសៀវភៅទៅកុំឲ្យវាដាច់អក្សរបាទហើយកំណត់ហើយយើងចុចទៅលើពាក្យថា OK បាទចុចទៅលើពាក្យ OK ឬក៏យើងចង់ឲ្យវាចេញអញ្ចឹងរហូតយើងចុចលើពាក្យថា set as default អញ្ចឹងរាល់ការដែលយើងបើកកម្មវិធី Word មកយើងអត់ចាំបាច់កំណត់ច្រើនទេគឺវាកំណត់អញ្ចឹងឲ្យយើងអូតូរហូតបាទអញ្ចឹងចុច OK ដើម្បីកំណត់បានប៉ុណ្ណឹងបាទហើយអញ្ចឹងរបៀបកំណត់ស្លឹកកិច្ចការគឺមានប៉ុណ្ណឹងបាទសូមអរគុណ